បាទជំរាបសួរថ្ងៃនេះដែរខ្ញុំនឹងយករូបមន្តមួយទៀតមកចែកជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយរូបមន្ត Excel គឺរូបមន្ត Power ដែលនៅក្នុងមុខយើងហ្នឹងអញ្ចឹងនេះគឺជានិយមន័យរបស់វា Power គឺជារូបមន្តសម្រាប់គណនាស្វ័យគុណនៃចំនួន1ឧទាហរណ៍ដូចជា3ស្វ័យគុណ2 3ស្វ័យគុណ2គឺ9តែអញ្ចឹងទៅចឹងយើងអាចប្រើវាបានតាមវិធីសាស្ត្រចំនួន2ដូចជារូបមន្តទី1យើងអាចប្រើទៅលើស្មើ hover បើកកំពង់កញ្ចក់ number ក្បៀស power បិទកំពង់កញ្ចក់ទៅវិញហើយចំណែកឯ number ហ្នឹងគឺសំដៅទៅលើលេខហើយចំណែកឯ power គឺសំដៅទៅលើស្វ័យគុណហើយចំណែកឯរបៀបទី2គឺយើងអាចសរសេរហើយនឹងប្រើនិមិត្តសញ្ញាសរសេរលេខស្មើយក select ទៅលើ number ប្រើនិមិត្តសញ្ញាហើយបន្ទាប់មក select ទៅលើ power នៅក្នុងនេះគេដាក់ថា4ស្វ័យគុណ3អញ្ចឹង4ស្វ័យគុណ3 4គឺជាលេខស្វ័យគុណ3គឺជាស្វ័យ3គឺជាស្វ័យគុណណាចឹងនេះខ្ញុំបានធ្វើមិញបញ្ជាក់វាចឹងគ្រាន់តែយើងវាយទៅលើ power ស្មើ power បើកកំពង់កញ្ចក់ហើយ select ទៅលើ D15 អញ្ចឹង D15 ហ្នឹងគឺកន្លែងលេខ4ហ្នឹងឯងហើយនឹង E15 គឺជាកន្លែងលេខ3ចា៎ខ្ញុំសាកធ្វើម្ដងទៀតឲ្យអ្នកទាំងអស់គ្នាមើលគឺយើងដាក់ស្មើ power បន្ទាប់មកយើងបើកកំពង់កញ្ចក់មកយើង select ទៅលើលេខ4ដែលហៅថា cell D15 ក្បៀស select ទៅលើលេខ3គេហៅថា E15 បន្ទាប់មកយើងបិទកំពង់កញ្ចក់ទៅវិញ enter មកអញ្ចឹង4ស្វ័យគុណ3គឺស្មើនឹង64ចំណែកឯរបៀបមួយទៀតយើងដាក់ស្មើ select ទៅលើ number ឬក៏លេខ4 D15 ហើយប្រើនិមិត្តសញ្ញាបន្ទាប់មក select ទៅលើលេខ3ស្វ័យគុណហ្នឹងហើយ enter ចេញដូចគ្នាអញ្ចឹងនៅក្នុងរូបមន្ត power នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះគណនាបវែកស្វ័យគុណអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតតាក់ទងជាមួយរូបមន្តថ្មីៗទៀតអញ្ចឹងថ្ងៃនេះប៉ុណ្ណឹងសិនហើយបាយបាយជួបគ្នានៅវីដេអូក្រោយទៀត